នៅភូមិតូចមួយមានគ្រួសារមួយមានសមាជិក5នាក់ឪពុកម្ដាយនិងកូនស្រី3នាក់គ្រួសារនេះរស់នៅដោយការដាំស្វាយចន្ទីដែលជាចំណូលសំខាន់តែមួយឆ្នាំ2025មកដល់ដោយការលំបាកភ្លៀងមិនទៀងទាត់អាកាសធាតុប្រែប្រួលធ្ងន់ធ្ងរបណ្ដាលឲ្យដើមស្វាយចន្ទីមិនផ្លែច្រើនដូចមុនទិន្នផលធ្លាក់ចុះខ្លាំងហើយតម្លៃនៅទីផ្សារត្រឹមតែប្រហែល4000ទៅ5000រៀលក្នុង1គីឡូក្រាមប៉ុណ្ណោះឪពុកធ្វើការយ៉ាងខ្លាំងតែប្រាក់ចំណូលមិនគ្រប់គ្រាន់សម្រាប់គ្រួសារម្ដាយព្យាយាមសន្សំសំចៃអាហារខណៈកូនស្រីទាំង3ក៏ជួយរើគ្រាប់ស្វាយចន្ទីនិងថែរក្សាសួនពេលខ្លះពួកគេត្រូវកាត់បន្ថយការចំណាយហើយរស់នៅដោយការអត់ធ្មត់ទោះជាយ៉ាងណាគ្រួសារនេះមិនបោះបង់សង្ឃឹមឡើយឪពុកនិយាយជានិច្ចថាបើយើងខំប្រឹងហើយថែរក្សាដើមឲ្យល្អឆ្នាំក្រោយអាចប្រសើរឡើងវិញបានពេលដល់ឆ្នាំ2026ស្ថានភាពបានផ្លាស់ប្ដូរភ្លៀងមកត្រឹមត្រូវដើមស្វាយចន្ទីចេញផ្លែច្រើនឡើងវិញទិន្នផលកើនឡើងហើយតម្លៃក៏ល្អប្រសើរឡើងដល់ប្រហែល5000ទៅ7000រៀលក្នុង1គីឡូក្រាមថ្ងៃមួយកូនស្រីធំបំផុតញឹមហើយនិយាយថាឆ្នាំនេះយើងអាចសន្សំប្រាក់បានហើយម្ដាយមើលទៅកូនដោយភ្នែកពោពេញដោយក្តីសុខខណៈឪពុកក៏មានមោទនភាពចំពោះការអត់ធ្មត់របស់គ្រួសាររឿងនេះបង្ហាញថាទោះបីជាជួបការលំបាកយ៉ាងណាក៏ដោយប្រសិនបើយើងមានកម្លាំងចិត្តនិងសង្ឃឹមអនាគតល្អអាចតែងតែរងចាំនៅខាងមុខសូមចុចតាមដាន Follow ខ្ញុំ Subscribe YouTube Bully Sophie Pon Sophie Fon Bully